ជំរាបសួរអ្នកគ្រូការសរសេរអត្ថបទពណ៌នាត្រីប៉ាសេអ៊ីជាត្រីមួយប្រភេទដែលកម្រមានហើយជាត្រីដែលមានតម្លៃបំផុតនៅភូមិភាគឦសានក៏ដូចជានៅទូទាំងប្រទេសត្រីប៉ាសេអ៊ីជាត្រីប្រភេទស្រកានិងមានរូបរាងស្រដៀងនឹងត្រីព្រួលត្រីនេះមានប្រវែងពី20សង់ទីម៉ែត្រទៅ50សង់ទីម៉ែត្រនិងមានទម្ងន់ពី1គីឡូក្រាមដល់3គីឡូក្រាមវាយកក្អែលថ្មនិងក្អែលឈើជាអាហារត្រីប៉ាសេអ៊ីច្រើនរស់នៅតាមថ្មព្រៃលិចទឹកអន្លង់ជ្រៅនិងទឹកជូរអ្នកនេសាទបានឲ្យដឹងថាត្រីប៉ាសេអ៊ីជាប្រភេទត្រីដែលមានតែនៅក្នុងអាងទន្លេ4គឺទន្លេសេកុងសេសានស្រែពុកនិងទន្លេមេគង្គនៃខេត្តស្ទឹងត្រែងប៉ុណ្ណោះក្នុងមួយឆ្នាំត្រីប៉ាសេអ៊ីធ្វើការផ្លាស់ទីចំនួន2លើកជាទៀងទាត់គឺលើកទី1នៅដើមខែធ្នូដល់ខែមករាវាឡើងមកទន្លេសេសាននិងស្រែពុកចូលទៅក្នុងទន្លេសេកុងរួចឡើងទៅក្នុងតំបន់ទន្លេមេគង្គភាគខ្លះលើរហូតដល់តំបន់ក្បាក់ខោននៃ